បាទសូមគោរពអាយដាមអបនាយករដ្ឋមន្ត្រីជាទីគោរពអាយដាមទើបបញ្ចប់ពីការចរចានៅជាមួយភាគីថៃនៅប្រទេសម៉ាឡេស៊ីដែលមានការចូលរួមពីសហរដ្ឋអាមេរិកផងដែរតើលទ្ធផលបានទទួលយ៉ាងដូចម្តេចដែរបាទទី1គណៈបព្វភួយយើងតាមបញ្ចប់ការចូលរួមជាមួយនឹងគណៈប្រតិភូថៃនៅកូឡាឡាំពូប្រទេសម៉ាឡេស៊ីដែលប្រទេសម៉ាឡេស៊ីជាម្ចាស់ផ្ទះហើយជាក្នុងនាមជាប្រធានអាស៊ានដោយមានការសម្របសម្រួលជួយបញ្ចុះបញ្ចូលពីខាងភាគីអាមេរិកអញ្ចឹងជាកិច្ចប្រជុំចតុភាគីដែលមានរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីលោកហាសាន់ជាដូចបាននិយាយឲ្យមិញថាជាម្ចាស់ផ្ទះរដ្ឋមន្ត្រីការបរទេសសេហាសារបស់ប្រទេសថៃលោកអាយដាមកេវិនគីមដែលជាតំណាងជាន់ខ្ពស់របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកដែលជាអ្នកសម្របសម្រួលដែលអ្នកជាអ្នកជួយបញ្ចុះបញ្ចូលឲ្យមានការចរចាគ្នារវាងកម្ពុជានិងថៃពាក់ព័ន្ធនឹងឯកសារមួយដែលឯកសារនេះអាចចាត់ទុកថាជាឈ្មោះវាគេហៅថាជាសេចក្តីថ្លែងការណ៍រួមប៉ុន្តែវាជាឯកសារនៃកិច្ចព្រមព្រៀងសន្តិភាពមួយរវាងកម្ពុជាហើយនិងថៃហើយកិច្ចប្រជុំនេះគឺមិនជាកិច្ចប្រជុំលើកទី1ទេពីម្សិលមិញរហូតដល់យប់នោះគឺជាកិច្ចប្រជុំដែលបន្តពីកិច្ចប្រឹងប្រែងរបស់លោកប្រធានាធិបតីត្រាំនៅក្នុងការនាំមកនូវសន្តិភាពឡើងវិញរវាងកម្ពុជានិងថៃចាប់យើងចង់ចាំបានថាពីថ្ងៃទី28នៅពុត្រចយានៃប្រទេសម៉ាឡេស៊ីគឺនាយករដ្ឋមន្ត្រីទាំងពីរកម្ពុជានិងថៃបូកជាមួយនឹងនាយករដ្ឋមន្ត្រីអាន់វ៉ាអ៊ីប្រាហ៊ីមនៃប្រទេសម៉ាឡេស៊ីនឹងមានការចូលរួមពីតំណាងរបស់សហរដ្ឋអាមេរិកក៏ដូចជាតំណាងរបស់ប្រទេសចិនយើងបានសម្រេចនៅកិច្ចព្រមព្រៀងបទឈប់បាញ់មួយដែលបានចូលជាធរមាននៅម៉ោង 12 យប់ហើយទី8នោះមកហើយចាប់ពីពេលនោះមកគឺយើងបានបន្តមានកិច្ចប្រជុំនានាដើម្បីពង្រឹងនិងអនុវត្តនៅបទឈប់បាញ់នេះឲ្យមានប្រសិទ្ធភាពនិងឲ្យបានពេញលេញហើយបន្ទាប់ពីនោះមកក៏មានជាតម្រូវការចាំបាច់ក្នុងការធ្វើយ៉ាងម៉េចឈានពីបទឈប់បាញ់ទៅរកសន្តិភាពចឹងហើយបានជាសហរដ្ឋអាមេរិកដែលនៅបន្តយកចិត្តទុកដាក់ចំពោះសន្តិភាពនៅកម្ពុជាហើយនឹងក្នុងទំនាក់ទំនងរវាងកម្ពុជានិងថៃនោះក៏បានរៀបចំនៅកិច្ចប្រជុំមួយគេហៅថាប្រជុំ1+3នៅទីក្រុងញូវយ៉កនៅក្នុងឡុងពេលនៃមហាសម្បត្តិអង្គការជាតិលើកទី80កាលពីចុងខែកញ្ញាកន្លងទៅចាប់ពីនោះមកក៏យើងបន្តដំណើររហូតស្វែងរកនៅយើងហៅថាអ្វីមួយដែលដល់នៅភាពកក់ក្ដៅនិងភាពរឹងមាំទៅដល់សន្តិភាពរវាងប្រទេសយ៉ាងទាំងពីរចឹងហើយបានជាពីថ្ងៃអាទិត្យកន្លងទៅថ្ងៃទី12ខែនេះយើងមានប្រជុំម្ដងនៅកូឡាឡាំពូខ្ញុំក៏បានធ្វើអធិប្បាយមួយចំនួនពាក់ព័ន្ធនឹងកិច្ចប្រជុំលើកទី1នោះហើយយើងក៏បានឯកភាពគ្នាបន្តចរចាគ្នាជាបន្តទៀតតាមការផ្លាស់ប្ដូរឯកសារគ្នាទៅវិញទៅមកក៏ដូចជាមានកិច្ចប្រជុំតាម video conference មួយកាលពីថ្ងៃពុធ
ទី15កន្លងទៅហើយម្សិលមិញនេះគឺថ្ងៃទី17នេះគឺយើងបានជួបគ្នាដោយផ្ទាល់ដោយខ្ញុំបានជំរាបជូនមិញសមាជិកភាពហើយបានចរចានេះរហូតដល់ជប់ហើយឯកភាពគ្នាទៅលើឯកសារមួយដែលនឹងអាចយើងសង្ឃឹមយ៉ាងមុតមមថាឯកសារហ្នឹងនឹងត្រូវបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីទាំងពីរគឺកម្ពុជានិងថៃដោយមានការចុះហត្ថលេខាជាសាក្សីរបស់អាដាមប្រធានាធិបតី Donald Trump នៃសហរដ្ឋអាមេរិកដែលនឹងមកចូលរួមនៅក្នុងកិច្ចប្រជុំកម្ពុជានេះដែរកិច្ចប្រជុំកម្ពុជាអាស៊ាននេះនិងនាយករដ្ឋមន្ត្រីអាន់វ៉ាអ៊ីប្រាហ៊ីមដែលជាប្រធានអាស៊ានហើយដែលនឹងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកម្ពុជានេះកិច្ចព្រមព្រៀងសន្តិភាពឬក៏ឯកសារសន្តិភាពមួយនេះគឺនឹងคล้ายទៅជាឯកសារមួយដែលផ្ដល់នៅភាពរឹងមាំនៅក្នុងការនាំប្រទេសយើងទាំងពីរនេះឆ្ពោះទៅរកការស្ដារនៅតំណែងបកឯកភាពឡើងវិញនៅក្នុងតំណែងរវាងប្រទេសនិងរវាងប្រជាជនកម្ពុជានិងថៃហើយក៏ជាដំណើរឆ្ពោះទៅរកកិច្ចសហប្រតិការរស់នៅដោយសន្តិវិធីរវាងអ្នកជិតខាងជាមួយគ្នាហើយក៏នឹងបង្កើតនៅយ៉ាងហៅថាឱកាសកាលានុវត្តភាពនានាដើម្បីឲ្យប្រទេសទាំងពីររបស់យើងរស់នៅដោយសុខសន្តិភាពជាមួយគ្នានិងមានវិបុលភាពជាមួយគ្នាបាទអាដាមតាមរយៈកិច្ចការងារជាច្រើននេះតើអ្វីជាជំហានបន្ទាប់សម្រាប់ភាគីទាំងពីរកម្ពុជាថៃបាទឥឡូវជំហានបន្ទាប់វាក៏នៅមានចែងនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពនេះដែរក្រៅអំពីការបញ្ជាក់អះអាងសារជាថ្មីអំពីការបដិញ្ញាចិត្តរបស់ប្រទេសយើងទាំងពីរនៅក្នុងការគោរពនៅបទឈប់បាញ់អនុវត្តឲ្យបានម៉ឺងម៉ាត់នៅបទឈប់បាញ់ការគោរពគ្នាទៅវិញទៅមកជាពិសេសគឺការគោរពគោលការណ៍នៃអធិបតេយ្យបូរណភាពទឹកដីឯករាជ្យជាតិរបស់ប្រទេសនីមួយៗនិងការតាំងចិត្តសម្រាប់ស្ដារទំនុកទុកចិត្តរវាងគ្នាទៅវិញទៅមកដែលនេះជាការនាំឆ្ពោះទៅរកសន្តិភាពពេញលេញឡើងវិញរវាងប្រទេសយើងទាំងពីរយើងក៏មានរៀបរាប់នៅក្នុងឯកសារនេះនៅកិច្ចការសំខាន់មួយចំនួនដែលជាកិច្ចការដែលដូចបានជំរាបជូនហើយពង្រឹងនៅទំនុកចិត្តនិងស្ដារទំនាក់ទំនងប្រកបដោយភាពឡើងវិញរវាងប្រទេសយើងទាំងពីរក្នុងនោះមានឧទាហរណ៍ដូចជាការស្ដារទំនុកចិត្តការស្ដារទំនាក់ទំនងការទូតជាមួយគ្នាឡើងវិញនេះគេថាធ្វើនាំគ្នាធ្វើការឆ្ពោះទៅរកការស្ដារទំនាក់ទំនងការទូតរវាងប្រទេសយើងទាំងពីរឡើងវិញព្រោះយើងកន្លងទៅយើងបានទម្លាក់កម្រិតទំនាក់ទំនងការទូតមកត្រឹមថ្នាក់លេខាធិការរបស់ស្ថានទូតការរួមគ្នាសហការគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងអក្រិតកម្មឆ្លងដែនជាដើមក្នុងនោះក៏មានបញ្ហា online scam ដែលជាបញ្ហាធំសម្រាប់ប្រទេសយើងទាំងពីរការបោសសម្អាតមីននៅតាមព្រំដែននៅកន្លែងណាដែលអានោះវាចូលក្នុងភាពលំអិតវាមានក្រុមការងារដែលសម្របសម្រួលនឹងធ្វើការកំណត់ថាតំបន់ណាត្រូវដោះតំបន់ណាដោះមុនតំបន់ណាដោះក្រោយអីចឹងឡាក់ហើយសំខាន់មួយគឺការដកអាវុធធនធ្ងន់ទាំងឡាយពីព្រំដែនដើម្បីបញ្ជូនទៅកាន់មូលដ្ឋានទ័ពរបស់ខ្លួនរៀងៗខ្លួនវិញដើម្បីកាត់បន្ថយនៅភាពតានតឹងនៅតាមតំបន់ព្រំដែននេះហើយយើងក៏បាន
ឯកភាពគ្នានៅក្នុងឯកសារនេះថាក្រៅពីកិច្ចការងារទាំងអស់នេះគឺខាងភាគីថៃនឹងដោះលែងដោយមិនរងចាំនៅយើងហៅថាទាហានរបស់យើងទាំង18នាក់ដែលត្រូវចាប់ខ្លួនតាំងពីមួយថ្ងៃក្រោយបាត់ឈប់បាញ់ចូលជាធរមានដែរហើយអញ្ចឹងក៏មានវិធានការមួយចំនួនទៀតដែលចែងនៅក្នុងហ្នឹងជាពិសេសការដោះស្រាយតំបន់ព្រំដែនដោយសន្តិវិធីការគោរពនៅគោលការណ៍មិនប្រើប្រាស់កម្លាំងដើម្បីដោះស្រាយបញ្ហាចំនួនផ្សេងហើយក៏វិជាអាសាជាថ្មីនៅការបដិញ្ញាចិត្តរៀងខ្លួនទាំងសងខាងនេះគឺដើម្បីធ្វើយ៉ាងម៉េចឲ្យរួមគ្នាក្នុងឋានៈជាប្រទេសជិតខាងអចិន្ត្រៃយ៍ពួកកម្ពុជានិងថៃមិនអាចឬដីទៅនៅកន្លែងផ្សេងបានទេយើងជាអ្នកចិត្តខាងពីអតីតកាលយើងជាអ្នកចិត្តខាងបច្ចុប្បន្នកាលហើយទៅអនាគតកាលច្រើនរយឆ្នាំពាន់ឆ្នាំក៏មិនដឹងតទៅមុខទៀតក៏យើងនៅតែជាអ្នកចិត្តខាងជាមួយគ្នាអញ្ចឹងយើងមានការទទួលខុសត្រូវនេះរួមគ្នាក្នុងការស្ដារនៅតំណែងប្រកបដោយភាពឡើងវិញរវាងប្រទេសយើងទាំងពីរនាំមកដល់សន្តិភាពនិងវិបលភាពសម្រាប់ប្រទេសក៏ដូចជាសម្រាប់ផលប្រយោជន៍នៃប្រជាជនយើងទាំងពីរដែរបាទអានោះសូមក្រឡេកទៅទីនៃកិច្ចប្រជុំបន្តិចតើប្រព្រឹត្តទៅក្នុងបរិយាកាសយ៉ាងដូចម្តេចដែរបាទការប្រជុំនេះគឺជាការប្រជុំចរចាទៅលើឯកសារដែលឆ្ពោះទៅរកសន្តិភាពដែលក្នុងនោះមានយ៉ាងហៅថាផលប្រយោជន៍សម្រាប់ភាគីទាំងពីរផងប៉ុន្តែសម្រាប់ផលប្រយោជន៍រៀងខ្លួនផងអញ្ចឹងជាធម្មតាគឺការចរចាវាមានលក្ខណៈតឹងតែងដែរប៉ុន្តែដោយសារតែឆន្ទៈរួមរបស់ប្រទេសទាំងពីរក៏ដូចជារបស់អាមេរិកដែលជាអ្នកជួយសម្រួលនិងម៉ាឡេស៊ីដែលជាម្ចាស់ផ្ទះនិងជាប្រធានអាស៊ាននោះគឺមានការបដិញ្ញាចិត្តរួមគ្នាដើម្បីស្វែងរកសន្តិភាពសម្រាប់ប្រទេសទាំងពីរផងទាំងសម្រាប់តំបន់ទាំងមូលរបស់យើងផងជាពិសេសសម្រាប់ក្រុមគ្រួសាររបស់អាស៊ានយើងផងដែរអញ្ចឹងយើងប្រជុំទៅមានកន្លែងខ្លះក៏តឹងតែងទៅប៉ុន្តែយើងដោះស្រាយបញ្ហាផ្អែកទៅលើឆន្ទៈនោះហើយខ្ញុំអាចនិយាយបានថាគ្មានអ្នកណាស្គាល់តម្លៃសន្តិភាពជាងកម្ពុជាទេគ្មានអ្នកណាដែលខិតខំការពារសន្តិភាពជាងកម្ពុជានោះទេពីព្រោះយើងធ្លាប់រងទុក្ខវេទនាដោយសារសង្គ្រាមដោយសារការបំផ្លិចផ្លាញយ៉ាងច្រើនហើយចឹងហើយបានកម្ពុជាបានចាត់ទុកថាសន្តិភាពគឺជាទ្រព្យសម្បត្តិដែលមានតម្លៃបំផុតសម្រាប់ប្រទេសយើងអញ្ចឹងក្នុងស្មារតីនេះក្នុងឆន្ទៈនេះអង្គប្រជុំបានប្រព្រឹត្តទៅគឺថាដោយការតាំងចិត្តទាំងអស់គ្នាធ្វើយ៉ាងម៉េចឈានទៅដល់ការព្រមព្រៀងលើឯកសារដែលនឹងក្លាយទៅជាឯកសារសន្តិភាពមួយសម្រាប់ប្រទេសយើងទាំងពីរហើយក្នុងនោះក៏មានការជួយជ្រោមជ្រែងខ្លាំងទាំងពីសហរដ្ឋអាមេរិកហើយដែលយើងធម្មតាយើងបានសម្ដែងនៅការដឹងគុណហើយថ្ងៃនេះក៏ខ្ញុំសូមឆ្លៀតសម្ដែងនៅការដឹងគុណរបស់រដ្ឋាភិបាលក៏ដូចជាប្រជាជនកម្ពុជាចំពោះឯកឧត្តមប្រធានាធិបតី Donald Trump ដែលបានជួយនាំមកនៅបទឈប់បាញ់សម្រាប់កម្ពុជាយើងហើយឈានរហូតមកដល់ការព្រមព្រៀងទៅលើឯកសារសន្តិភាពនេះហើយក៏យើងមិនភ្លេចអរគុណម៉ាឡេស៊ីដែលជាប្រធានអាស៊ានដែលជាម្ចាស់ផ្ទះហើយដែលជាខិតខំប្រឹងប្រែងដែលសម្របសម្រួលកិច្ចការងារប្រជុំទាំងឡាយនៅលើទឹកដីរបស់ប្រទេសម៉ាឡេស៊ីជាពិសេសនៅកូឡាឡាំពូនិងនៅពុទ្ធចាយាផងដែរហើយក៏មិនភ្លេចអរគុណចំពោះមិត្តភ័ក្តិដទៃទៀតទាំងក្នុងតំបន់ទាំងក្នុងលោក
ដែលបានតែងតែលើកទឹកចិត្តឲ្យកម្ពុជានិងថៃដោះស្រាយបញ្ហាដោយសន្តិវិធីជាមួយគ្នាហើយក្នុងនោះជាពិសេសនោះគឺប្រទេសចិនប្រទេសចិនគឺមិនដែលសំចៃកិច្ចប្រឹងប្រែងរបស់ខ្លួននៅក្នុងការខិតខំសម្របសម្រួលរវាងកម្ពុជានិងថៃធ្វើយ៉ាងម៉េចទប់ស្កាត់ហិង្សាឡើងវិញនិងដោះស្រាយបញ្ហាជាមួយគ្នាដោយសន្តិវិធីប្រទេសចិនក៏បានរៀបចំនៅកិច្ចប្រជុំត្រីភាគី2ដងដែរនៅប្រទេសចិនគឺថាមានភាគីថៃមានភាគីកម្ពុជានិងភាគីចិនចូលរួមហើយនៅសៀងហៃម្ដងនៅអាននីងម្ដងហើយគាត់ក៏បានបញ្ជូនប្រេសិតពិសេសរបស់គាត់មក3ដងដើម្បីធ្វើជាស្ពាននៃតំណែងស្ពានក្នុងការចរចារវាងកម្ពុជានិងថៃដើម្បីរកដំណោះស្រាយដល់សន្តិភាពថ្ងៃនេះយើងបានយប់មិញហ្នឹងយើងបានឯកភាពទៅលើឯកសារនេះហើយសង្ឃឹមថាឯកសារនេះនឹងត្រូវបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីកម្ពុជានិងនាយករដ្ឋមន្ត្រីនៃប្រទេសថៃនៅក្នុងអំឡុងនៃកិច្ចប្រជុំកំពូលអាស៊ាននៅពេលខាងមុខនេះដោយមានឯកឧត្តមប្រធានាធិបតី Donald Trump ជាសាក្សីនិងឯកឧត្តមនាយករដ្ឋមន្ត្រី Anwar Ibrahim នៃប្រទេសម៉ាឡេស៊ីក៏ជាសាក្សីផងដែរអញ្ចឹងវានឹងបើកនៅទំព័រថ្មីសម្រាប់ទំនាក់ទំនងរវាងកម្ពុជានិងថៃហើយខ្ញុំក៏សូមឆ្លៀតឱកាសនេះចង់ជម្រាបជូនដែរថាលទ្ធផលដែលយើងបានមកនេះក៏ដោយសារតែមានការដឹកនាំណែនាំជាប់ជាប្រចាំការដោះស្រាយបញ្ហាផ្សេងការឆ្លើយតបនិងការនាំផ្លូវឆ្ពោះមកកាន់សន្តិភាពពីសំណាក់សម្ដេចតេជោហ៊ុនសែនដែលជាប្រធានប្រសិទ្ធិនិងជាប្រធានគណៈបកប្រជាជនក៏ដូចជាសម្ដេចអធិបតីហ៊ុនម៉ាណែតដែលជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាយើង សូមគោរពអរគុណអ្នកនាំបាទ